សក្ខាសាលាសមាហរកម្មកម្មវិធីវិនិយោគ3ឆ្នាំរំកិលឆ្នាំ2026ដល់ឆ្នាំ2028របស់រដ្ឋបាលក្រុងកែបនិងស្រុកដំណាក់ចង្អើរលោកអឹមបញ្ញរិទ្ធអភិបាលរងនៃគណៈអភិបាលខេត្តកែបបានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះប្រចាំឆ្នាំ2024ដល់ឆ្នាំ2026ត្រូវសហការជាមួយរដ្ឋបាលក្រុងស្រុកឃុំសង្កាត់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់លោកអភិបាលរងខេត្តមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរកម្មកម្មវិធីវិនិយោគ3ឆ្នាំរំកិលឆ្នាំ2026ដល់ឆ្នាំ2028របស់រដ្ឋបាលក្រុងកែបនិងស្រុកដំណាក់ចង្អើរនាថ្ងៃទី17ខែកញ្ញាឆ្នាំ2025លោកអភិបាលរងខេត្តបានបញ្ជាក់ថាការកសាងហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានានៅក្នុងឃុំសង្កាត់សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋអង្គការសង្គមស៊ីវិលនិងសប្បុរសជននានាដោយនេះក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ដែលជាតំណាងឲ្យប្រជាជនសូមលើកឡើងនៅគម្រោងឬសកម្មភាពជាអត្តភាពដែលស្នើឡើងដោយមូលដ្ឋានត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំរំកិលក្រុងស្រុកឃុំនិងសង្កាត់របស់ខ្លួនដើម្បីស្វែងរកប្រភពថវិកាគាំទ្រលោកបន្តថារាល់គម្រោងដែលទទួលបានការគាំទ្រនិងបានចុះកិច្ចសន្យានៅពេលនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលក្រុងកែបនិងស្រុកដំណាក់ចង្អើរក៏ដូចជាបណ្ដាឃុំសង្កាត់ដែលទទួលបាននៅគម្រោងអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីឲ្យដំណើរការនៃអង្គសិក្ខាសាលានេះប្រព្រឹត្តទៅប្រកបដោយជោគជ័យលោកអឹមបញ្ញរិទ្ធអភិបាលរងខេត្តបានស្នើឲ្យតំណាងមន្ទីរជំនាញនិងដៃគូអភិវឌ្ឍនានាយកចិត្តទុកដាក់ពិនិត្យពិចារណាបន្ថែមទៀតទៅលើតម្រូវការគម្រោងអត្ថភាពរបស់រដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ដែលមានក្នុងតារាងម៉ាត្រិកទាំងអស់ដែលបានចែកជូនដើម្បីជ្រើសរើសនៅគម្រោងដែលសមស្របទៅនឹងទិសដៅវិស័យរបស់ខ្លួនហើយមន្ទីរជំនាញឬដៃគូអភិវឌ្ឍគិតថាមានថវិកាជាស្រេចដែលផ្ដល់ដោយក្រសួងស្ថាប័នឬពីម្ចាស់ជំនួយផ្សេងសម្រាប់គាំទ្រគម្រោងអត្ថភាពរបស់រដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ដើម្បីអភិវឌ្ឍនៅមូលដ្ឋានឲ្យទទួលបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់លោកខុនវុធីអភិបាលក្រុងកែបក៏ដូចជាលោកឆាងឆៃអភិបាលស្រុកដំណាក់ចង្អើរបានលើកឡើងថាសិក្ខាសាលាសមាហរកម្មផែនការវិនិយោគ3ឆ្នាំរំកិលនេះជាឱកាសដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអត្ថភាព3ឆ្នាំរំកិលឆ្នាំ2026ដល់ឆ្នាំ2028និងគៀកគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអត្ថភាពសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់និងសម្រាប់សម្រួលធ្វើឲ្យមានការសហការគ្នារវាងគម្រោងនានានៃកម្មវិធីវិនិយោគរបស់ក្រុងស្រុកជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ក្រុងស្រុកជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំសង្កាត់និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាពអង្គការដៃគូអភិវឌ្ឍនានាផ្នែកឯកជននិងសប្បុរសជនផងដែរគម្រោងដែលបានស្នើឡើងរបស់រដ្ឋបាលក្រុងនិងសង្កាត់ឆ្នាំ2026ដល់ឆ្នាំ2028មានចំនួន338គម្រោងក្នុងនោះទទួលបានការគាំទ្រសរុបមានចំនួន62គម្រោងក្នុងស្មើនឹង 18.34% ដោយឡែកស្រុកដំណាក់ចង្អើរឃុំពងទឹកនិងឃុំអង្កោលសរុបមានចំនួន271គម្រោងទទួលបានការគាំទ្រចំនួន65គម្រោងក្នុងស្មើនឹង 33.99%